ជាដំបូងសូមគោរពជំរាបសួរលោកគ្រូអ៊ុំសៅកសលថ្ងៃនេះក្រុមយើងខ្ញុំដែលមានសមាជិក3នាក់គឺលោកខ្ញុំអ៊ីស៊ីណាចនណាវីហើយនិងនៅស្រីនាតមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការធ្វើបទបង្ហាញអំពីគម្រោងបញ្ចប់ឆមាសរបស់យើងស្ដីពីប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យាសាស្ត្រសម្រាប់ហាងលក់កុំព្យូទ័រឬ Management Information System Computer Shop មុននឹងចូលទៅដល់ព័ត៌មានលម្អិតខ្ញុំសូមបង្ហាញជូននៅរបៀបវិរៈឬមេតិកាសំខាន់នៃបទបង្ហាញថ្ងៃនេះដែលរួមមាន9ផ្នែកធំៗទី1គឺសេចក្តីផ្ដាវទី2គឺ Objective ទី3គឺ Customer ទី4គឺ Feature Admin ទី5 Feature Database Diagram ទី6 Code ទី7 Snippet Website ទី8 Screenshot Challenge ហើយទី9គឺ Conclusionចូលមកដល់ចំណុចដំបូងគឺ Introduction ប្រព័ន្ធគ្រប់គ្រងហាងកុំព្យូទ័រនេះគឺជាគេហទំព័រលក់ទំនិញអនឡាញ E-commerce ដែលត្រូវបានបង្កើតឡើងដោយប្រើប្រាស់ Laravel Framework សហការជាមួយមូលដ្ឋានទិន្នន័យ PostgreSQL ឬ MySQL ប្រព័ន្ធនេះជួយឲ្យអតិថិជនទូទៅអាចស្វែងរកទិញកុំព្យូទ័រនិងប្រើនឹងគ្រឿងបន្លាស់បានយ៉ាងលឿនរហ័សគ្រប់ពេលវេលានិងគ្រប់ទីកន្លែងចំពោះគោលបំណងចម្បងនៃគម្រោងរបស់យើងគឺទី1គឺដើម្បីបង្កើតហាងលក់កុំព្យូទ័រអនឡាញពេញលេញមួយទី2គឺបង្កើនភាពងាយស្រួលដល់អតិថិជនក្នុងការទិញផលិតផលតាមប្រព័ន្ធអ៊ីនធឺណិតទី3គឺផ្ដល់ជូន admin នៅផ្ទាំងគ្រប់គ្រងងាយស្រួលនិងទី4គឺរក្សាទុកទិន្នន័យប្រកបដោយសុវត្ថិភាពខ្ពស់ដោយប្រើប្រាស់ relational database ដើម្បីឲ្យអាជីវកម្មដំណើរការទៅមុខដោយគ្មានបញ្ហាឥឡូវនេះយើងមកមើលមុខងារសម្រាប់អតិថិជន Customer Feature ផ្នែកទី1គេហទំព័ររបស់យើងមាន Home Page សម្រាប់បង្ហាញផលិតផលលេខធ្លោទំព័រ About Us បង្ហាញប្រវត្តិហាងនិងទំព័រ Product សម្រាប់បង្ហាញទំនិញទាំងអស់រៀបជា category តាមប្រភេទដូចជា laptop monitor keyboard និងស្វែងរកតាម brand ដូចជា Asus Acer Dell ជាដើមរួមទាំងបង្ហាញព័ត៌មាន product detail ផងដែរចំពោះមុខងារអតិថិជនផ្នែកទី2រួមមាន Shopping Cart ដែលអនុញ្ញាតឲ្យបន្ថែមទំនិញផ្លាស់ប្ដូរចំនួននិងលុបចេញមុននឹងកម្មងទំព័រ Contact សម្រាប់ផ្ញើសារសួរព័ត៌មានមុខងារ Login Register សម្រាប់បង្កើតគណនីនិងទំព័រ My Order សម្រាប់តាមដានស្ថានភាពនៃការដឹកជញ្ជូននិងប្រវត្តិទំនិញរបស់ពួកគេបន្ទាប់ពីផ្នែកអតិថិជនយើងចូលមកដល់មុខងារគ្រប់គ្រងរបស់ Admin Feature និងមាន Dashboard សម្រាប់មើលរបាយការណ៍សង្ខេបមុខងារ Product Management សម្រាប់បន្ថែមកែប្រែឬលុបផលិតផល Category Management សម្រាប់គ្រប់គ្រងប្រភេទផលិតផលនិង Brand Management សម្រាប់គ្រប់គ្រងម៉ាកនិង logo ផលិតផលផ្សេងៗយ៉ាងមានរបៀបរៀបរយជាដំបូងនាងខ្ញុំសូមគោរពជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះចនណាវីនិងមកបកស្រាយចំណុចបន្ទាប់ដែលតកតងទៅនឹង Admin Feature ដូចគ្នាដែលមាន3ចំណុចទៀតដែលចំណុចទី1តកតងទៅនឹង Order Management ការគ្រប់គ្រងការបញ្ជាទិញចំណុចហ្នឹងដែរគឺយើងពិនិត្យមើលរាល់ការបញ្ជាទិញរបស់អតិថិជនធ្វើបច្ចុប្បន្នភាពស្ថានភាពទំនិញនិងការចាត់ចែងរាល់ការបញ្ជាទិញឲ្យបានសម្រេចឬកំពុងរងចាំពេលចំណុចទី2គឺតកតងទៅនឹងការគ្រប់គ្រងមតិយោបល់ Review Management គឺយើងតាមដាននិងពិនិត្យមើលរាល់ការវិតម្លៃរបស់អតិថិជននិងលុបចោលរាល់មតិយោបល់ដែលមិនសមរម្យចេញពីប្រព័ន្ធហើយចំណុចចុងក្រោយគឺតកតងនឹង Contact Management ការគ្រប់គ្រងទំនាក់ទំនងយើងពិនិត្យមើលរាល់សារទំនាក់ទំនងពីអតិថិជននិងធ្វើការលុបសារចេញក្រោយពេលបំពេញកិច្ចការរួចរាល់ហើយ slide បន្ទាប់គឺយើងតកតងទៅនឹង database diagram ដែលយើងមានជា ERD diagram ដោយរូបនៅលើ slide ហ្នឹងចំពោះ slide ហ្នឹងដែរគឺខ្ញុំលើកយក3ចំណុចមកប្រាប់អ្នកទាំងអស់គ្នាគឺចំណុចទី1តកតងនឹងរចនាសម្ព័ន្ធ
សម្ព័ន្ធទិន្នន័យច្បាស់លាស់តារាងមូលដ្ឋានទិន្នន័យត្រូវបានបែងចែកទៅតាមមុខងារជាក់ស្ដែងដូចជា user product category brand order និង review ជាដើមហើយចំណុចទី2គឺតកតងនឹងទំនាក់ទំនងរវាងតារាង relationship យើងហ្នឹងគឺមានការកំណត់ primary key និង foreign key ត្រឹមត្រូវធានាបាននៅការភាពស៊ីសង្វាក់គ្នានិងសុវត្ថិភាពទិន្នន័យនៅពេលសរសេរកូដទាញយក query ជាដើមពេលចំណុចចុងក្រោយគឺភាពងាយស្រួលក្នុងការពង្រីកគឺ scalability គឺរចនាសម្ព័ន្ធនេះអនុញ្ញាតឲ្យអ្នកអភិវឌ្ឍបន្ថែមមុខងារថ្មីៗនៅពេលអនាគតដោយមិនប៉ះពាល់ដល់ទិន្នន័យចាស់ៗឡើយហើយចំពោះ slide បន្តទៀតតកតងទៅនឹង code snippet for controller គឺយើងមានកូដនៅក្នុង slide ហ្នឹងអញ្ចឹងគឺកូដហ្នឹងដែរមានគោលបំណងបង្ហាញរាល់ប្រភេទផលិតផល category ទាំងអស់នៅលើគេហទំព័រការប្រើប្រាស់ភាសា get សម្រាប់ URL category ដោយហៅ method របស់ index របស់ category controller ហ្នឹងនឹងបង្កើតឈ្មោះសម្គាល់ root ដែលដើម្បីងាយស្រួលហៅប្រើក្នុង view ហើយចំពោះ controller នឹងដែរeager loading bit ហ្នឹងជួយការពារបញ្ហា n+1 query ដោយការទាញយកទិន្នន័យ category និង brand ដែលពាក់ព័ន្ធជាមួយគ្នាតែម្ដងចំពោះ compact helper ហ្នឹងប្រើប្រាស់ដើម្បីចម្លងនិងបញ្ជូនទិន្នន័យជាកញ្ចប់ទៅកាន់ទំព័របង្ហាញលទ្ធផល view ហើយចំពោះបន្តមកទៀតគឺយើងតាក់ទងនឹង model relationship ហ្នឹងគោលបំណងគឺដើម្បីកំណត់ទំនាក់ទំនងរវាងប្រភេទផលិតផល category និងផលិតផល product ទំនាក់ទំនងបែប one to many ការប្រើប្រាស់ as many បញ្ជាក់ថាប្រភេទផលិតផលមួយអាចមានផលិតផលជាច្រើននៅក្រោមវាអញ្ចឹងវាអាចជួយយើងទាញយកទិន្នន័យផលិតផលទាំងអស់ដែលស្ថិតក្នុងប្រភេទជាក់លាក់ណាមួយបានយ៉ាងរហ័សនិងមានរបៀបរៀបរយហើយបន្តមកទៀតយើងដល់ slide បន្ទាប់គឺតាក់ទងទៅនឹង palette view ដែរ palette view នេះដែរគឺយើងប្រើហើយចំពោះ slide ចុងក្រោយគឺយើងនិយាយតាក់ទងទៅនឹងការបង្ហាញទិន្នន័យលើគេហទំព័រ web របស់យើងហើយចំពោះ for each product as product ហ្នឹងវាជា syntax សម្រាប់ពិសេសសម្រាប់ palette សម្រាប់ធ្វើការលូបសារឡើងវិញដើម្បីទាញយកទិន្នន័យផលិតផលនីមួយៗមកបង្ហាញម្ដងមួយចំពោះ product វាតំណាងឲ្យកញ្ចប់សំណុំទិន្នន័យផលិតផលទាំងអស់ collection ដែលត្រូវបានឆ្លងកាត់និងបញ្ជូនពី controller ហើយចំពោះ product ខាងក្រោមដាក់មាន S នេះគឺតាក់ទងទៅនឹងតំណាងឲ្យទិន្នន័យផលិតផលតែមួយគត់ដែលកំពុងដំណើរការបង្ហាញក្នុងជុំនីមួយៗនៃ loop ចំពោះចំណុចចុងក្រោយតាក់ទងនឹង product name ជាកូដបញ្ជាក់សម្រាប់ការបោះពុម្ពឬការបង្ហាញឈ្មោះផលិតផលនីមួយៗឡើងនៅលើអេក្រង់ interface តតែម្ដងអញ្ចឹងចំពោះការបកស្រាយរបស់ខ្ញុំបានបញ្ចប់អញ្ចឹងចំណុចបន្ទាប់គឺឲ្យធានាជាអ្នកបកស្រាយជាសួរលោកគ្រូខ្ញុំឈ្មោះនៅសៃនិតហើយខ្ញុំនឹងបកស្រាយអំពី website របស់ខ្ញុំដែលធ្វើការ screenshot ហើយយកមកនិយាយទី1តកតងទៅនឹង home page របស់យើងនៅពេលដែលយើង run server ទៅយើងឃើញ home page ហើយជាដំបូងយើងធ្វើការបើសិនជាយើងជា user យើងធ្វើការ log in account user សិនតែបើសិនជាយើងអត់តន់មានទេយើងធ្វើការ register account លើបង្កើត account មានវាយឈ្មោះ email ហើយ password ហើយយើងចុច register ទៅហើយបន្ទាប់មកបានយើង log in ចូល account របស់យើងបន្តមកទៀតនៅពេលដែល user គាត់បាន log in ចូល account ហើយគាត់អាចធ្វើការ add to cart បានហើយ view detail យើងអាចមើលបានអានេះជា view detail របស់នីមួយៗហើយ
សិនជា user គាត់ចង់ទិញអីមួយអញ្ចឹងគាត់ចុចឡើងadd to cart ហ្នឹងហើយបើសិនជាគាត់ចង់មើលអីដែលគាត់បានចុចហ្នឹងយើងមើលឡើង bar ខាងលើ navigation bar ហ្នឹងមើលឡើង cart ទៅយើងឃើញអីដែល user ហ្នឹងគាត់បាន add ចូលហើយចំណុចតូចគឺតើតើអំពី about នៅលើ bar ហ្នឹងដូចគ្នាគឺជាព័ត៌មានរបស់website របស់ពួកយើងតើតើនឹងមាននិយាយពីវត្តរូបឬក៏ការ location នេះនៅណាអញ្ចឹងចំណុចតបគឺតើតើនឹងក្នុង website របស់ពួកយើងបានជ្រើសរើសនៅ brand ជាច្រើនដូចជា Intel, Ryzen, AMD, OLED, MSI អីចឹងទៅហើយនេះគឺជា contact តែឡើយនេះធ្វើអត់ទាន់សូវត្រូវទាំងអស់ទេឡើង contact ហ្នឹងមានន័យថាចង់ឲ្យ user គាត់ contact មកយើងចង់ឲ្យយើងជួយធ្វើការងារចង់ឲ្យយើងរើសកុំព្យូទ័រឬក៏ប្រើកុំព្យូទ័រមួយចឹងហើយដល់ឡើងនេះគឺចូលដល់ឡើងlogin របស់ admin ចឹងឡើងហ្នឹងគឺមានតែ admin ទេដែលអាច log ចូល dashboard បានយើងធ្វើការ login វាយ email ហើយ password តោះមកយើងឃើញ admin dashboard ហើយតោះយើងមានtotal product មាន manage product total category total brands total order ហើយ total user ហើយ total reviews ចាក្នុងចំណោម6ហ្នឹងគឺធ្វើអត់ចេញ2តែធ្វើចេញ4ហើយ quick menu នេះបើសិនយើងចង់ add product លឿនគឺយើងមកចុច line manage product បានហើយយើងចុចដល់ line add product ហ្នឹងចូលដល់ line add product ហ្នឹងហើយមាន add category add brand ហើយ contact message ចឹងដែរចំណុចតបទៅតាមនឹង add product ចូលទៅក្នុង website របស់យើងទីមួយយើងមាន category ជាប្រភេទ mouse ហើយ brand គឺវាមាន tag chat ឬក៏មិនអីចឹងដែរយើងមានច្រើនណាស់ហ្នឹងវាមាន option ច្រើនណាស់យើងចុចរើសទៅហើយ product name យើងដាក់ឈ្មោះឲ្យមកអានេះខ្ញុំដាក់ tag chat x11 ហ្នឹងហើយតម្លៃវា$15 stock នៅក្នុងហាងរបស់យើងគឺមានចំនួន20អញ្ចឹងហើយឡើង image នេះគឺយើង choose file របស់រូបរបស់ម៉ៅហ្នឹងហើយអានេះគឺជា description ដែលយើងចង់ដាក់រ៉ាយដល់ពីរបស់ម៉ៅហ្នឹងដល់នៅពេលដែលយើង add ហើយយើងធ្វើការមានន័យថាវា success add ចូលតើតើនឹង delete product គឺគ្រាន់តែចុច line delete ទៅវា delete ឲ្យ auto នេះពីសារយើង delete attachment បាត់ទៅអត់ទេមិញយើង add ហើយយើង delete ចោលវិញទី3តើតើនឹង edit product គឺយក product មួយហើយខ្ញុំកែតតម្លៃវាទៅពី$2000ទៅ$1599ជារីសាពេលដែលយើង edit ហើយយើង update វាទៅនៅពេលដែលយើង refresh វាទៅយើងឃើញការ update របស់យើងទី4អានេះកន្លែង category ខ្ញុំនេះហើយខ្ញុំ edit តែរូបភាពមួយទេខ្ញុំដូរពីរូបភាព headphone របស់ category ហ្នឹងទៅរូបអីផ្សេងវិញចឹងline នេះ line add category យើងចង់ add អីបន្ថែមទៀត add ទៅយើង add បានណានេះ line នេះ line យើងត្រូវ add យើងដូរមិញ edit មិញ edit រូបភាពរបស់ line headphone ដូរតែរូបភាពផ្សេងចំណុចតទៅនឹង brand មានដូចគ្នាយើងមាន add មាន edit មាន delete បានដូចគ្នាហ្នឹងហើយខ្ញុំចង់ចុច add មកយើងខ្ញុំ add របស់ brand របស់ MacBook ហើយរើសរូបភាពមកហើយនេះណាវា success add ហើយមួយទៀតយើងធ្វើការ edit ដូចគ្នាបានខ្ញុំចង់ឲ្យអក្សរធំឬមិនអីចឹងហើយ edit វាទៅតមកទៀតចូលមកដល់ order អានេះជាកន្លែង order របស់យើងហើយយើងអាចធ្វើការ edit ហើយ delete ឬក៏ create order អីបានដូចគ្នាតមកមានហើយយើង delete គ្រាន់តែចុច delete ទៅវា delete auto ហើយនឹងដូចគ្នាចំណុចតគឺ challenge
បញ្ហាប្រឈមការសិក្សានឹងយល់ពីរចនារបស់ Laravel model ទៅតាម model route view controller អីចឹងទៅហើយបង្កើតដូច relationship database ដូចជាបដា category ឬក៏ brand នេះជាដើមចឹងហើយអនុវត្តដូចមាន login ហើយ register តើមកយើងគ្រប់គ្រងការបង្ហោះរូបភាព make upload របស់ផលិតផលប្រភេទនឹងម៉ាកហើយបង្កើត shopping cart order system នៅតារាការបានត្រឹមត្រូវមួយទៀតរចនា user interface UI ហើយ admin dashboard ឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ចំណុចត conclusion គម្រោងរបស់ពួកយើងត្រូវបានអនុវត្តដោយជោគជ័យដោយប្រើ Laravel framework និង database ដូច Progress SQL ហើយ MySQL database ចឹងហើយប្រព័ន្ធនេះអាចជួយឲ្យអតិថិជនស្វែងរកផលិតផលបន្ថែមទៅកាន់ shopping cart ប្រជាទិញហើយនឹងតកតងទៅកាន់ការគ្រប់គ្រងយើងបានងាយស្រួលចំណែកអ្នកគ្រប់គ្រង admin គាត់អាចគ្រប់គ្រងផលិតផលប្រភេទម៉ាកអង្គការប្រជាទិញនិងវាតម្លៃពិសេសអតិថិជនបានយ៉ាងមានប្រសិទ្ធភាពប្រព័ន្ធនេះជួយឲ្យយើងធ្វើការគ្រប់គ្រងហាងមួយដែលមានភាពសុវត្ថិភាពនិងរហ័សងាយស្រួលជាមួយជាចុងក្រោយការបង្ហាញរបស់ពួកយើងត្រូវបានបញ្ចប់ហើយក៏សូមអរគុណដល់លោកគ្រូអំសវសលហើយខ្ញុំក៏សូមអភ័យទោសចំពោះសមាជិកខ្ញុំចំនួន2នាក់ដែលគាត់អត់បានបង្ហាញមុខដោយសារតែគាត់មានភារកិច្ចនៅស្រុកកំណើតអរគុណលោកគ្រូ